ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កូរ៉ូកាសប្បាយចិត្តពេលបានប្រព័ន្ធលូថ្មីនិងផ្លូវបេតុងស្អាតងាយស្រួលធ្វើដំណើរទូពិភពលោកតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងសង្កាត់នេះផ្ទាល់បានឲ្យដឹងថានៅរដូវវស្សាពេលមានភ្លៀងម្ដងនោះមានការស្ទះប្រព័ន្ធបង្ហូរទឹកលូរីឯផ្លូវក៏ពិបាកធ្វើដំណើរផងដែរតែពេលនេះបានឃើញក្រុមការងាររបស់សង្កាត់កូរ៉ូកាដឹកនាំដោយលោកសនសិនចៅសង្កាត់បានចោះមកផ្លាស់ប្ដូរប្រព័ន្ធលូធំជាងមុននិងស្ថាបនាធ្វើផ្លូវបេតុងបែបនេះពួកគាត់សប្បាយចិត្តលោកសនសិនចៅសង្កាត់កូរ៉ូកាបានឲ្យដឹងថាគម្រោងស្ថាបនាដាក់ប្រព័ន្ធលូថ្មីនេះប្រវែង 2,800 ម៉ែត្រដោយឆ្លងកាត់ចំនួន3ភូមិនិងផ្លូវបេតុងស្ថិតនៅសង្កាត់កូរ៉ូកាខណ្ឌសែនសុខរាជភ្នំពេញដោយប្រើមូលនិធិអភិវឌ្ឍរបស់សាលាសង្កាត់ឆ្នាំ2025ព្រមទាំងសាលាខណ្ឌក្នុងនោះក៏មានផលប៉ះពាល់មុខលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរប៉ុន្តែដោយមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋធ្វើឲ្យដំណើរការបានយ៉ាងរលូនលោកចៅសង្កាត់បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការនិងសំណូមពរដល់បងប្អូនពេលដែលបានប្រព័ន្ធលូថ្មីហើយនិងផ្លូវបេតុងស្អាតហើយសូមចូលរួមថែរក្សាទាំងអស់គ្នាជាមួយគ្នានេះទូរទស្សន៍អនឡាញពិភពលោកក៏បានជួបសម្ភាសជាមួយលោកចៅសង្កាត់ព្រមទាំងប្រជាពលរដ្ឋផងដែរសូមទស្សនាស្ដាប់ដូចតទៅបាទអរគុណអូនខាងសារព័ត៌មានដោយសារថ្ងៃនេះគឺមានកិត្តិយសណាស់បានជួបសារព័ត៌មានដោយសារនៅសង្កាត់កូរ៉ូកាខ្ញុំហ្នឹងគឺមាន18ភូមិនិង10សហគមន៍ប្រជាជនមាន5250គ្រួសារហើយនិយាយពីការអភិវឌ្ឍវិញគឺឆ្នាំនេះយើងមានការអភិវឌ្ឍច្រើនសម្រាប់កូរ៉ូកាហើយជាព័ត៌មានលម្អិតគឺសង្កាត់កូរ៉ូកាយើងមានថវិកាវិភាគរបស់សង្កាត់គឺមាន300លានអញ្ចឹងយើងធ្វើបានយើងដាក់លូជូនប្រជាពលរដ្ឋបំដោះទឹករឿងរដូវវស្សាហ្នឹងយើងបានដាក់ទឹកបានចំនួន 2,800 ម៉ែត្រក្នុងនោះគឺយើងដាក់បាននៅភូមិអង្គតកៅសំពាំងសពនិងភូមិជំរូវគឺក្នុងឆ្នាំគម្រោង2025តែឡើយឆ្នាំ2026យើងគ្រោងដាក់ផ្លូវបេតុងអត់សរសៃដែកនៅភូមិបៃបកហើយនឹងសល់ពីនោះយើងត្រូវដាក់លូបន្ថែមនៅភូមិជំរូវបន្ថែមទៀតហ្នឹងហើយហ្នឹងជាការងារអភិវឌ្ឍរបស់សង្កាត់ហើយនោះដែរគឺមានគម្រោងបន្ថែមពីសាលាខណ្ឌមាន4គម្រោងទីគឺផ្លូវបេតុង2គម្រោងគឺនៅភូមិជំរូវ800ជាងម៉ែត្រហើយនឹងគម្រោងផ្លូវនៅព្រៃធំស្វាយជែកនេះយើង513ម៉ែត្រនឹងគម្រោងរបស់ខណ្ឌបន្ទាប់មកនោះមកខណ្ឌបានជួយលូនៅភូមិកប់សធំចំនួន190ម៉ែត្រនិងដាក់បេតុងនៅភូមិអង្គតកៅបន្ថែមទៀតគឺបាន230ម៉ែត្រហើយនឹងបន្តនៅថ្ងៃនេះយើងកំពុងតែបន្តធ្វើគម្រោងចុងឆ្នាំគឺខណ្ឌបានជួយបន្ថែមបាន284ម៉ែត្រទៀតនៅភូមិមណ្ដងក្នុងនាមខ្ញុំជាចៅសង្កាត់និងតំណាងឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណនិងជឿជឿដល់រាជរដ្ឋាភិបាលដែលបានជួយទម្លាក់ថវិកាដើម្បីជួយអភិវឌ្ឍការផុតពីការលំបាករបស់ប្រជាពលរដ្ឋនឹងការធ្វើដំណើរនឹងការបណ្ដោះទឹកភ្លៀងបាទហើយក្នុងនេះក៏សូមថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌដែលបានតែងតែជួយនៅសង្កាត់កូរ៉ូកាដែលយើងមានបញ្ហាប្រឈមខ្វះផ្លូវខ្វះលូបាទហើយជាចុងក្រោយសូមសនំពរដល់បងប្អូនប្រជាពលរដ្ឋយើងគឺជួយថែរក្សាផ្លូវពិសេសគឺហាមឡានដឹកធ្ងន់លើចំណុះនិងទី1ទី2គឺសម្រាមនៅពេលធ្លាក់ភ្លៀងវាក៏ស្ទះបាត់លួយសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើការធ្វើទាំងអស់គ្នាដើម្បីភូមិស្អាតសង្កាត់ស្អាតសម្រាប់រាជធានីភ្នំពេញរបស់យើងបាទសូមអរគុណខ្ញុំឈ្មោះវ៉ានប៊ឺនអនុភូមិអង្គតកៅសូមថ្លែងអំណរគុណលោកចៅសង្កាត់សនសិននិងក្រុមប្រឹក្សាទាំងអស់ដែលបានធ្វើផ្លូវបេតុងនិងខណ្ឌពេជ្រភ្នៅនេះឲ្យបានជាពលរដ្ឋក្នុងភូមិក្នុងប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរស្រួលជិះស្រួលទៅវិញទៅមកហើយសូមថ្លែងអំណរគុណឲ្យលោកចៅសង្កាត់និងអភិបាលខណ្ឌពេជ្រនៅជួបតែដីសុខទាំងអស់គ្នា បាទខ្ញុំឈ្មោះពៅពិសិដ្ឋ
រស់នៅក្នុងភូមិអង្គតកៅសង្កាត់គោករកាខណ្ឌព្រែកភ្នៅមានចិត្តសប្បាយរីករាយជាអនេកដែលបានលោកចៅសង្កាត់និងលោកអភិបាលខណ្ឌព្រែកភ្នៅបានជួយហើយកសាងផ្លូវដែលមានប្រវែងប៉ុន្មានបាទបានជួយកសាងផ្លូវឲ្យប្រជាពលរដ្ឋយើងនៅក្នុងភូមិអង្គតកៅទាំងមូលនេះធ្វើដំណើរបានយ៉ាងស្រួលបាទទៅឆ្ងាយមានផ្លូវល្អអញ្ចឹងគឺថ្លែងអំណរអគុណយ៉ាងត្រឹមត្រូវបាទជាជីបញ្ចប់ខ្ញុំសូមគ្រប់ជូនពរបាទដល់លោកចៅសង្កាត់លោកអភិបាលខណ្ឌព្រែកភ្នៅសូមឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងជួបប្រទះតែពុទ្ធិពរ4ប្រការអាយុវណ្ណៈសុខៈពលៈបដិខិនៈកំបីគ្លៀនគ្លេឡើយ